ណាត់ថ្ងៃរៀបចំថ្ងៃកំណត់ឲ្យកូនចិញ្ចឹមរបស់ខ្ញុំសូមទៅសិនហើយភាពយន្តដំបងរបស់អ្នកនាងសែវចេញទទួលបានពានថ្នាក់អន្តរជាតិសមជាអ្នកសម្ដែងរឿងដ៏អច្ឆរិយៈរបស់យើងមែនជ្រុលពេកអីប្តីរបស់ខ្ញុំនាំទៅដាក់ថាខ្ញុំធ្លាប់ជាអ្នកសម្ដែងទេក្រែធ្វើគេភ្ញាក់ផ្អើលពួកយើងទៅដល់ប៉ាទីយ៉ាអីបាត់ជាមិនគួរជឿសោះប្រាប់របស់ប្តីខ្ញុំធ្វើខុសកំណត់ឲ្យកូនខ្ញុំដែរមែនទេនាងគិតថានាងជាម្ចាស់ផ្ទះហើយមែនទេកុំគិតថាគ្រាន់តែចូលមកហើយក៏យកកូនខ្ញុំទៅបានកំណត់របស់កូនផ្ដល់កិត្តិយសឲ្យខ្លួនឯងផងនាងចាំបង្ការរបស់គេមិនជានាងជាប្រពន្ធក៏ដោយឲ្យតែខ្ញុំមានកូនយើងនឹងណាតាជាគ្រួសារតែមួយហើយចង់ក្រោយសាច់ឈាមមិនអាចកាត់ផ្ដាច់ពីគ្នាបានទេបើមិនជឿទេយើងអាចសាឡបងបានតើគេអាចជ្រើសរើសអ្នកណានោះនាងមិនជឿមែនទេចង់ដឹងមែនទេថាគេនោះនៅខាងណានោះជួយខ្ញុំផងនាងឈួតហើយមែនទេសិវឈីខ្មៃតាគេធ្វើបាននាងជាម្ដាយចិញ្ចឹមដាស់សាហាវហ្នឹងអ្នកសាហាវខ្លាំងណាស់មកឡើងមកកូនកាត់អីដែរទេនាងមើលថែកូនយ៉ាងម៉េចប៉ែតជួយពិនិត្យកូនខ្ញុំបន្តិចសិវឈីនេះសិវចេញអ្នកគឺជាម៉ាក់ដែលអាក្រក់នេះអ្នកគឺជាអ្នកធ្វើបាបកូនខ្លួនឯងកូនមិនអីទេម៉ាក់ហេតុអីបានជាកូនធ្លាក់ទឹកគឺម៉ាក់រែងកូនទម្លាក់ទឹកកំពុតប៉ៃឆាគឺជាអ្នកធ្វើបាបកូនខ្លួនឯងខ្ញុំថាហើយសិវចេះធម្មតាមើលថែកូនបានល្អណាស់គ្មានផ្លូវធ្វើរឿងបែបនេះទេនឹងបានថាមើលមិនឃើញផ្ទាល់ភ្នែកពិតជាមិនដឹងមែនហ្នឹងញ៉ាំឆ្នាំទេញ៉ាំអបសាឡើងម៉ាក់ប៉ៃឆាមិនដាច់ចាប់អារម្មណ៍នឹងខ្ញុំទេខ្ញុំសម្រេចចិត្តឈប់នៅជាមួយគាត់ទៀតហើយគាត់ធ្វើបាបខ្ញុំខ្លាចឆេប៉ុន្តែម៉ាក់សៀវចេញតែតែមកថែខ្ញុំគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើងចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងល្អជាមួយម៉ាក់សៀវចេញប៉ុណ្ណឹងម៉ាក់រឹងកូនធ្លាក់ទឹកមែនទេមិនហើយគឺម៉ាក់សៀវចេញរឹងកូនពីពេលនេះតទៅកូនឡើងហ៊ានទៀតហើយម៉ាក់សៀវចេញកំដៅតកូនអីប៉ិតមែនអីកូនខ្ញុំឃើញនៅផ្ទាល់ភ្នែកថានាងរឹងកូនខ្ញុំនាងពិតជាចិត្តអាក្រក់មែនបើសិនជាកូនខ្ញុំកាត់អីនោះនាងត្រៀមស្លាប់ឲ្យហើយទៅគឺបច្ឆាជាអ្នកធ្វើនោះទេខ្ញុំមិនជឿនាងទេព្រោះបច្ឆាគឺជាម៉ាក់បង្កើតបើយ៉ាងទេគ្មានវិចេះកុហកទេខ្ញុំក៏តែដឹងយូរហើយថាពួកគេជាគ្រួសារតែមួយស៊ូឈីយ៉ាងម៉េចហើយកំដៅថតចោលហើយគេតតែគេលុកមាញ់នេះហេតុអីក៏កូនខ្ញុំគ្រុនក្តៅទៀតហើយនេះសែវចេញអ្នកមិនចេះមើលថែក្មេងទេមែនទេស៊ូចេះមើលថែក្មេងទាំងយប់ទាំងថ្ងៃរហូតមិនបានឆ្លងថ្ងៃកំណត់ខ្លួនឯងប៉ុន្តែនឹងចាំបង្កើតគេនេះគ្រាន់តែនិយាយមួយម៉ាត់ទេក៏ចាត់ទុកថាបារម្ភពីកូនហើយមែនទេមកទៅនាងដូចជាឈឺធ្ងន់ណាស់ពេលខ្លះកូនក៏អាចឆ្លងពីនាងក៏ថាបានអីយ៉ូកូនសម្លាញ់គួរអាណិតរបស់ខ្ញុំនាងតែតែមកសាញ់នាងនឹងថាកូនឈឺទើបនាងបារម្ភយល់ចិត្តគេផងទេមិនចាំបាច់ខ្វល់ពីពួកគេទេមើលតមុខរបស់ឯងពិតជាស្លេកណាស់ការប្រយុទ្ធមិញមើលថែកូនពេញមួយយប់មែនទេសិវឈីឡើងកម្ដៅពេញមួយយប់ខ្ញុំមិនហ៊ានគេងទេរីករាយថ្ងៃកំណើតខ្ញុំបានត្រៀមកាដូថ្ងៃកំណើតឲ្យឯងផងនេះជីវិតរបស់ឯងយ៉ាងម៉េចហើយមុននេះអ្នកណាក៏ចំណាយពីជីវិតអ្នកដឹកនាំរឿងរបស់ឯងដែរកាលពីមុនខ្ញុំធ្លាប់រវល់ជាមួយអ្នកផ្ទះរបស់ខ្ញុំឯងធ្លាប់ប្រាប់ខ្ញុំថាមនុស្សស្រីត្រូវមើលថែខ្លួនឯងហេតុអីបានជាឯងភ្លេចអ្វីដែលឯងបានបង្រៀនខ្ញុំអស់ហើយអញ្ចឹងខ្ញុំក៏ឆ្ងល់ដែរហេតុអីបានជាពេលនោះមិនបានជាឯងតែរៀបការជាមួយនឹងឈីងឈុនសំអុយម្នាក់នោះបើមិនមែនដោយសារតែគេបានធ្លាប់ជួយខ្ញុំទេខ្ញុំប្រហែលជាស្លាប់នៅកន្លែងថតតាហើយក៏ប្រតែម៉ាមីខ្ញុំមកតាហើយសិលឈីកាត់អីបើនេះនៅមាត់រឹងទៀតខ្ញុំនឹងប្តឹងប៉ូលីសហើយខ្ញុំប្រាប់ហើយថាខ្ញុំមិនរឹងទេលោកប្តឹងប៉ូលីសទេនៅពេលដែលប៉ូលីសមកដល់នឹងគេនឹងឆែកមើលកាមេរ៉ាសមត្ថភាពនឹងអាចឆែកមើលឲ្យបានច្បាស់មិនចាំបាច់ធ្វើរឿងខ្លាចជាធំនោះទេឲ្យគេសុំទោសទៅបានហើយខ្ញុំអាចទ្រាំបានមិនអីទេហើយកូនរបស់ពួកយើងនោះគេក៏លែងអីទៅហើយនេះម៉ាក់របស់គេនៅតែល្អដដែលម៉ាក់ចិញ្ចឹមគេរៀបចំថ្ងៃកំណើតបានល្អណាស់តាមពិតគឺសម្ដែងសោះណាស់នាងនៅតែមិនសុំទោសទៀតមែនទេហ៎គ្រប់គ្នាមើលឲ្យច្បាស់ទៅថាមានអ្វីកើតឡើងនៅមានអ្នកខ្លះនៅហ៊ានកុហកទៀតបៃឆាគឺជាអ្នករុញតាមពុត
គឺជានាងជាអ្នកបង្កបញ្ហាសោះនាងពិតជាពូកែសម្ដែងមែនសំបីតែសៀវឈីក៏ការពៀននាងដើម្បីធ្វើបាបសៀវជើដែរ ក្រពេលដែលមានបញ្ហានោះលោកនៅតែកាន់ចេញអតីតភរិយារបស់លោកបាទដូច្នេះពួកយើងលែកគ្នាទេ វាគ្រាន់តែជារឿងយល់ច្រឡំទេខ្ញុំ តារាសម្ដែងហើការពៀននេះសៅជើបែបនេះតើគេនឹងនាងមិនតំណែងតំណងបែបណាទេ ខ្ញុំថានាងលួចលាក់ជាមួយនឹងប្រុសថ្មីហើយនេះនាងហ៊ានតែខ្ញុំផងហើយបានជានាងតែខ្ញុំ បានហាក់ខ្ញុំផ្ទះលោកជាប្តីរបស់ខ្ញុំពួកយើងឆ្លោះគ្នាជាមួយតបានដែរប៉ុន្តែលោកទម្លាក់កំហុសឲ្យមិត្តរបស់ខ្ញុំ ខ្ញុំមិនកាមេរ៉ាឲ្យផ្ទះតាមចិត្តចុះគ្រប់គ្នាមើលទៅឃើញដែរទេពួកយើងមើលមិនឃើញអីទេមនុស្សបែបនេះសមតែត្រូវផ្ទះហើយមែនទេម៉ែណាយពេលនេះការសហការរបស់យើងត្រូវបានបញ្ចប់ហើយ ខ្ញុំនឹងសងសឹងអ្នកព្យាយាមចង់សម្លាប់ខ្ញុំនាងកិច្ចមិនផុតនោះទេក្រៅពីការលេងលែងជាមួយសមិនដែលក្បត់នោះរួញខ្ញុំក៏ខ្លាចជាមួយផ្ទះពេញលេងហើយក៏ចង់ត្រឡប់ទៅថតរឿងម្ដងទៀតក្រៅនេះធ្លាប់ប្រាប់ថាជាកូនមហាសេដ្ឋីលេខ1ជាម៉ាក់ចិញ្ចឹមរបស់កូនឈីងឈុនតែគេបាច់ជួយអតីតភរិយាគេបើសិនជាលឺដល់ប្រមាណនេះខ្ញុំចង់ឲ្យពួកគាត់បារម្ភទេបងសម្លាញ់ជួយអូនចុះបន្តិចមកឡងមិននឹកស្មានថាបានជួបប្តីជាមួយនឹងអតីតភរិយារបស់គេសិននេះសៅជើខ្ញុំជាមួយលោកឈុនកំពុងថតរឿងជាមួយគ្នានាងចូលមកក្នុងហេតុការណ៍នេះធ្វើអីទេសៅជើគេខ្ញុំមិនដឹងថាហេតុអីបានជានាងចង់លេងជាមួយប្តីយ៉ាងនេះតាមពិតចង់ទៅសាប់គប់ជាមួយតារាសម្ដែងហើសិនចង់ជិះឡានជាមួយគេនៅផ្ទះរបស់គេកេងក្រែរបស់គេនេះគ្រាន់តែជាមនុស្សម្នាក់ដែលខ្ញុំតែងតែឃើញញឹកញាំនៅក្នុងវិស័យសិល្បៈនេះសៅជើនាងកុំជ្រុលពេកអីពួកយើងមិនទាន់លេងគ្នានោះទេខ្ញុំមិនចង់បកស្រាយជាមួយពួកលោកទេតែនេះដោយសារតែលោកទេតែពួកយើងមិនទាន់បានលេងគ្នានោះប៉ុន្តែលោកបានជាបញ្ញាទៅគេជាមួយសាហាយទៅវិញយ៉ាងម៉េចចង់ឲ្យខ្ញុំប្រាប់មនុស្សនៅកន្លែងថតឲ្យដឹងរឿងល្អដែរទេកុំគិតថាឆ្នៃដែលងាយនោះខ្ញុំនឹងធ្វើឲ្យនាងខូចឈ្មោះឆាប់នេះសើចឹងនាងជួយពួកយើងបានច្រើនណាស់អ្នកបណ្ដាទុនរឿងនេះគេសរសើរនាងណាស់គេចង់បោះទុនឲ្យនាងដឹកនាំរឿងមួយរឿងទៀតប៉ុន្តែខ្ញុំបានឃ្លាតពីវិស័យនេះជិត1ឆ្នាំទៅហើយមិនអីទេហើយស៊ីបានឲ្យពួកគេមើលលទ្ធផលការងារចាស់របស់នាងហើយពួកគេជឿជាក់ថានាងធ្វើបានគម្រោងនេះមើលទៅល្អណាស់គេចង់បានអ្នកដឹកនាំរឿងជាមនុស្សស្រីនាងសាមើលទៅនាងអាចចូលចិត្តកថាបានរឿងនេះតើតើមនុស្សស្រីក្រោកឈរឡើងក្រៅពីរៀបការប្រាជ័យហើយរកឃើញខ្លួនឯងសាថ្មីបាត់តាមមើលទេត្រូវនៅស្ថានភាពរបស់ខ្ញុំនេះបានចាក់ខ្ញុំសាឡរបស់ក៏បានគឺពិតជាល្អណាស់នេះហើយជាអ្វីដែលខ្ញុំចង់លឺសែវចៅនៅពេលនេះមើលទៅស្រស់បោះណាស់ពិសេសស្បែករបស់នាងមើលទៅភ្លឺថ្លាណាស់ព្រោះតែខ្ញុំប្រើ Steam Sale មករយៈនេះមានរឿងច្រើនណាស់តែកម្ដៅខ្លាំងពេកធ្វើស្បែកខ្ញុំមិនល្អទេខ្ញុំប្រើវាជួសជុលកោសិកាឡើងវិញចៃដន្យខ្ញុំក៏ប្រើ Steam Sale ដែរខ្ញុំក៏យកវាមកកន្លែងថតដែរណាស់តែល្អប្រើដែរទេគឺពិតជាល្អប្រើណាស់ហើយថែមទាំងទៅជួយជួសជុលកោសិកាចាស់ៗដែលខូចនោះឲ្យរស់ឡើងវិញទៀតធ្វើឲ្យស្បែកសភ្លឺថ្លាក្មេងជាងវិញពួកយើងញ៉ាំមួយដបក្នុងមួយថ្ងៃធានាថាក្មេងជាងវិញតាំងពីប្រើមួយប្រអប់លើកដំបូងហ្នឹងមែនហើយប្រើឲ្យធ្វើស្បែកភ្លឺថ្លាក្មេងជាងវិញពិតប្រាកដប្រើមួយរយៈទេនឹងធ្វើស្បែកលែងស្អាតទៀតហើយជឿខ្ញុំទេខ្ញុំជា fan របស់ LC Brand ប្រើឲ្យល្អពិតមែននេះបានចឹងខ្ញុំក៏ទិញប្រើដែរហើយបានចឹងអូខេតាមនេះចុះស្អែកនេះពួកយើងមកជជែកគ្នារឿងកិច្ចសន្យាមិននឹកស្មានថាពេលដែលខ្ញុំទៅជជែករឿងកិច្ចសន្យានឹងពួកឯងត្រូវតែស្លាប់មកពួកយើងថតច្រើនទៅពួកយើងថតចាំមុខទេថតចាំទៀតទៅមានអីទេកុំថតអីឈប់ថតឃ្លីមឈប់ថតយើងប្រាប់ឲ្យអញតាមនេះសៅចេញអញមកថតខ្ញុំធ្វើអីទេអូយើងគឺទៅតាមនេះសៅចេញទៅនរណាទៅដឹងថានាងចេញមកនោះមានរឿងអីទេមកក៏ទៅជាបាត់នេះនាងជួលគេមកធ្វើអីរករឿងដាក់ខ្លួនឯងហើយឃើញដែរទេគឺពិតជាឆ្លាតណាស់មកសាមញ្ញខណៈពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ
ខ្ញុំដឹងហើយអ្នកដែលតាមអ្នកស៊ីឈ្នោះដែលមានគេឈ្មោះក្នុងវិស័យនេះបានលើថាគេទើបតែជប់បៃឆាមិញនេះ អ្នកកុំគិតថាអាចយកឈ្នះបានងាយងាយនោះខ្ញុំនឹងធ្វើនេះខូចឈ្មោះឆាប់នេះល្អខ្ញុំបានដឹងហើយ ហើយខ្ញុំទើបតែដឹងមិញនេះថាបៃឆាតើបើបន្ទប់ជាមួយឈិនឈွန်នៅសន្តាគារ KK នេះចាប់អារម្មណ៍ដែរទេ ល្អណាស់ស្អែកនេះលោកមកជួយសម្ដែងខ្ញុំតិចមក សែវចាស់នាងពិតជាឆ្លាតមែនមិនអញ្ចឹងទេពួកយើងនឹងឡើងសារព័ត៌មានអាចជាប់ trending ទេ មនុស្សដែលក្បាន់មិនសមគួរទទួលបានការភ័យទោសទេលែងគ្នាចឹងស្អែកនេះយកឯកសារមកឲ្យខ្ញុំ នេះទើបសំជានេះសៅចាស់ មុននេះពេលដែលខ្ញុំរត់គេចនោះតាមតតបានសួរលោកទេថាកាលពីឆ្នាំនោះនៅកន្លែងថតការហេតុការភ្លើងឆេតនោះលោកជាអ្នកជួយខ្ញុំចេញមកមែនទេ នាងដឹងហើយមែនទេពេលនោះពេលខ្ញុំនាំនាងចេញមកក៏ដាក់នៅចិញ្ចើមផ្លូវក៏ទៅតាមមនុស្សឲ្យមកជួយពេលត្រឡប់មកវិញក៏បាត់នាងទេ ចៃដល់ខ្ញុំដឹងខ្លួនឡើងឃើញតែឈិនឈុនក៏គិតថាគេជាអ្នកជួយខ្ញុំមុននេះពេលដែលលោកការពារខ្ញុំនោះខ្ញុំក៏បានដឹងហើយថាលោកជាអ្នកជួយខ្ញុំ មិនអីទេគ្រប់យ៉ាងកន្លងផុតហើយសុំត្រឹមតែនាងមានសុវត្ថិភាពគឺបានហើយ កាលពេលលែងលះរួញខ្ញុំក៏ត្រឡប់មកធ្វើការវិញប៉ុន្តែមិននឹកស្មានថាបានជួបជាមួយស្រីរបស់ប្តីថោកទាបនោះបែបតែដូចជានាងបំលែងធ្វើជារើសតួអង្គសឹងតាមពិនជាអ្នកធ្វើការតូចតាចសឹងគឺពិតជាអន់មែនធ្វើការតូចតាចយ៉ាងណាក៏គ្រាន់បើជាងស្រីយកប្តីគេដែររឿងអាស្រ័យនាងឡើងល្បីពេញនឹងហើយនៅមានពេលមកចេះដឹងរឿងគេទៀតនាងក៏តែធ្វើការងារនាងវិញទេបានហើយការងារសំខាន់ជាងនេះជាឱកាសចុងក្រោយរបស់ឯងហើយ អ្នកសម្ដែងដែលមកសំទូនោះបានមកអស់ហើយគឺអាចចាប់ផ្ដើមបានហើយ ល្អលំបាកដល់គ្រប់គ្នាហើយទាំងអស់គ្នានាំគ្នាមកប្រោរឿងទៅកន្លះម៉ោងក្រោយទៀតពួកយើងចាប់ផ្ដើមសម្ដែង អ្នកដឹកនាំ នាងគឺ លោកគឺជា idol ក្នុងចិត្តខ្ញុំមិននឹកស្មានថាលោកនៅខាងក្រៅនៅក្មេងអញ្ចឹងសឹងលោកញ៉ាំកាហ្វេនេះសិនទេ នេះគឺមិនចាំបាច់ទេអរគុណ អ្នកដឹកនាំលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទេ បាទអញ្ចឹងអរគុណ អ្នកដឹកនាំនេះត្រូវឯងពង្វក់បានហើយតំណែងតួឯកស្រីនេះឯងយកបានប្រកាសនេះតារាឆ្នាំហើបានតិចទៀតលោកទៅសំទូជាមួយខ្ញុំទៅបានទេ ខ្ញុំគ្មានពេលទេ លោកកុំទាន់បដិសេធអីខ្ញុំជាតួឯកស្រីដែលគេរើសយកនេះម្នាក់គឺជាតារាឆ្នាំម្នាក់ជាតារាល្បីអ្នកគ្រប់ត្រូវគេចាំឲ្យពួកយើងសម្ដែងជាគូជាមួយគ្នាមកយូរហើយ នាងគឺនិយាយលឿនពេកហើយបើសិនជានាងទំនេរណាស់នោះនាងក៏ទៅមើលប្រូរឿងហើយយល់ពីតួអង្គក្នុងសាច់រឿងទេ អ្នកបាច់ជាតតិអ្នកដឹកនាំជាមួយតារាឆ្នាំនៅចំពោះមុខមនុស្សស្រីច្រើនយ៉ាងនេះផង នាងគឺជាអ្នកសម្ដែងយកប្តីគេប៉ាឆានោះមិនអញ្ចឹងទេគេឈ្មោះនាងឡើងស្អុយពេញនឹងទៅហើយនឹងមកធ្វើឲ្យគេចាំទៀត គេគឺជាតារាល្បីណាស់គេចាំតែថតរឿងនេះដើម្បីបានឡើងវិញទេនាងបាត់បត់ទេពួកឯងដឹងស្អីទេ យ៉ាងម៉េចនាងមិនសុខចិត្តទេឆាប់បាត់មាត់ទៅការថតចាប់ផ្ដើមមកលើហើយអ្នកចង់សម្ដែងជាតួស្រីនោះត្រៀមឆាកទី1ទី5ទៅអាចថែមថយខ្លួនឯងបានអ្នកដែលនៅសល់នោះក៏ទៅចាប់ឆ្នោតទៅ ឲ្យតែបងមិនចាក់ចេញពីខ្ញុំឲ្យខ្ញុំធ្វើអ្វីក៏បានដែរ សុំទោសផងសុំកាន់តិចមិនបានជានាងមិនសម្ដែងតាមប្រូអញ្ចឹង តែលោកថាសម្ដែងតាមចិត្តខ្លួនឯងបានមិនអញ្ចឹងអី គឺពិតជាសម្ដែងតាមចិត្តខ្លួនឯងបានមែនប៉ុន្តែយ៉ាងណាត្រូវគោរពតាមប្រូរឿងផងនៅមានរូបរបស់នាងទៀត គឺប្រកាសជាដើម្បីទាក់ទាញប្តីហើយ ការផាត់មុខរបស់នាង គឺប្រកាសជាដើម្បីឲ្យប្តីស្រឡាញ់ខ្ញុំម្ដងទៀតហើយខ្ញុំគិតថារឿងនេះមិនសមទេប្តីក្បាត់នោះគឺមកពីនាងគ្មានមុនស្នេហ៍ចង់ឲ្យគេស្រឡាញ់ខ្ញុំវិញនោះគឺត្រូវតែទាក់ទាញគេឲ្យត្រឡប់មកវិញហើយបងស្រឡាញ់ខ្ញុំដែរទេកាន់អ្នកជាបុគ្គលិកតូចដាច់មកឲ្យកាត់ធ្វើស្អីទេសម្ដែងមកដូចជាប្រូទូទីហើយនឹងមិនយកពីតួអង្គនេះទេតួនៅក្នុងរឿងនេះឆ្លាតក្លាហានយល់ដឹងពេលដែលប្តីនាងក្បាត់នាងនោះនាងមិនយកចិត្តដល់ប្តីនោះទេនៅពេលនេះនាងមិនជាប់ការសាកទូទេយើងគឺជាអ្នកសម្ដែងល្បីមេផ្ទះដូចជានាងចេះដឹងអីទេបានចឹងយើងប្រាប់នាងទៅចឹងថាតួស្រីនៅក្នុងរឿងនេះគឺជាមនុស្សបែបណានោះអ្នកដឹកនាំលោកមើលនាងទេលោកឆាប់បណ្ដេញក្បាលនាងចេញទេ ហេលីនាងមិនដែលសម្ដែងរឿងទេបើសិនជានាងខ្មាស់គេតើគិតយ៉ាងម៉េចចាំខ្ញុំជាអ្នកសម្ដែងជាមួយនេះបានចឹងក៏ចាប់ផ្ដើមទៅបើសិនជាលោកមិនរវល់ជាមួយគ្រួសារនេះទេពួកយើងលែងគ្នាទេខ្លាចធ្វើការងារផ្ទះប្រហែលឆ្នាំមកនេះលោកក៏លុយឲ្យខ្ញុំផងអស់ប្រហែលនោះខ្ញុំបានផ្ញើឲ្យលោកមើលហើយ នេះនាងដាច់ចិត្តចាក់ចេញពីខ្ញុំអញ្ចឹងឯងឲ្យតែនាងនៅសុខសង្ឃខ្ញុំមិនឲ្យស្រីម្នាក់នោះចូលមកទេពួកយើងក៏រស់នៅជាមួយគ្នាដោយសុខសាន្តទេមិនបានទេ មិនបានទេខ្ញុំមិនព្រមមានប្តីរួមជាមួយនឹងស្រីផ្សេងទេគ្រួសារដែលគ្មានក្តីស្រឡាញ់គ្មានន័យទេពួកយើងបាច់គ្នាតាមសម្រួលទេ តែនាងចាក់ចេញពីខ្ញុំទេនាងមិនអាចរកបាននោះទេ ហ៎
អ្នកណានិយាយថាមនុស្សស្រីតែពឹងលើមនុស្សប្រុសនឹងកាលពីមុនខ្ញុំប្រនៅផ្ទះមើលកូនក៏ប្រត់តែក្តីស្រឡាញ់ឡើងគ្នាក៏ប្រត់តែខ្ញុំមិនស្រឡាញ់លោកដែរស្អែកនេះជួបគ្នានៅកន្លែងលេខលះទេពួកយើងគឺចង់បានតួឯកស្រីបែបនេះឯងគឺពិតជាសម្ដែងជាតួឯកស្រីនេះបានសមហ្នឹងរពពការឈុកនេះក៏សមទៀនទុនភ្លុនតែមិនទុនខ្សោយមានភាពក្លាហានវាមើលទៅមានភាពស្រស់ស្អាតអមជាមួយនឹងភាពទុនភ្លុននេះគឺជាអ្វីដែលរឿងមួយនេះចង់បង្ហាញរហូតមកគឺពិតជាអស្ចារ្យមែនខែនេះគឺខ្ញុំមានអារម្មណ៍មកពីផលិតផលដែលខ្ញុំប្រើទេនេះហ្សែវចឹងទីនេះគឺជាកន្លែងអ្នកដឹកនាំខេលីជាអ្នកដឹកនាំរឿងដែលល្បីឈ្មោះលំដាប់ប្រទេសមករើសតួសម្ដែងរឿងទេមិនមែនឲ្យមនុស្សក្ររហាប់ដូចជានាងមលោរបស់ទេនាងនិយាយប្រដេះប្រដាស្អីហ្នឹងគាត់ជាអ្នកដឹកនាំខេលីជាអ្នកដែលពួកយើងអញ្ជើញមកទេមុននេះខ្ញុំចង់ប្រាប់គ្រប់គ្នាដែរការថតចាប់ផ្ដើមគឺត្រូវដាច់យប់ហើយមិនអាចជាបានទេអញ្ចឹងហើយបានជាខ្ញុំត្រៀមផលិតផលនេះឲ្យក្រុមថនអរគុណគ្រប់គ្នាដែលខំប្រឹងប្រែងមកអ្នកដែលសម្ភារការងារចប់ក៏បានដែរល្អរាល់ការចំណាយទាំងអស់គឺមានពួកយើងជាអ្នកចាញ់ឲ្យល្អណាស់គឺពិតជាល្អណាស់មិនអាចទេនេះហ្សែវចឹងអ្នកគ្រាន់តែជំនាញផ្ទះធម្មតាទេអ្នកមិនអាចខ្លាចជាអ្នកដឹកនាំល្បីឈ្មោះទេគឺអ្នកតាំងមនុស្សប្រឹងដើម្បីឡើងតំណែងទេដែរអ្នកដឹកនាំអ្នកកុំតែប្រកាន់ជាមួយគេឯងសូមអ្នកនាងឲ្យតួអង្គមួយទៅគេទេតួអង្គតូចតែក៏បានដែរខ្ញុំមិនទទួលមនុស្សគ្មានសមត្ថភាពថាចរិតអត់អញ្ចឹងទេនេះឈួតមែនទេទៅវ៉ាគេធ្វើអីទេស្រីឈួតឯងនេះពិតជាគ្មានបានការមែនបើសិនជានាងគ្មានការងារទេនាងចាំតែត្រូវគេបិទឈ្មោះចោលទេយើងលេងរវល់ហើយសើស្អីឆាប់បិទមកទេការងារសម្ដែងមិនកើតទេប៉ុន្តែចរិតវិញនិយាយពីលយមែននាងមានពេលនិយាយអត់បានការនៅទីនេះនាងគួរតែរមស្ជោបាយដើម្បីចាត់ការជាមួយនឹងព័ត៌មានល្បីរបស់នាងនោះវិញទេទីបំផុតនាងទៅហើយសែវចឹងនាងពិតជាសម្ដែងបានសមណាស់នាងចង់មកសម្ដែងធ្វើជាតួឯកស្រីទេมันខុសនោះទេអត្តចរិតនិងអាកប្បកិរិយារបស់នាងពិតជាស័ក្តិសមធ្វើជាតួឯកស្រីនៅក្នុងរឿងរបស់ពួកយើងខ្លាំងណាស់តួឯកស្រីចាំខ្ញុំសាកល្បងតិចចឹងបន្ទាប់ពីការលេងនេះរួចខ្ញុំបានលាក់សមាជិកជាកូនអ្នកមានត្រឡប់ទៅកាន់វិស័យថតរឿងវិញឆាប់រើចាញ់ទៅរើចាញ់ឲ្យអស់ទៅជាអ្នកណាទេតែប្តីជាមួយស្រីរបស់គេនោះមកបង្ករឿងពួកយើងមានការសហការធំមួយជាមួយនឹងការថតរឿងនេះហើយនេះយើងបានដកសិទ្ធិនេះសោចចេញពីតួអង្គមួយនេះខាងអ្នកថតគេមិនបាននិយាយទេឯនិយាយមិនអាចយកចការបានទេហ៊ានសង្ស័យយើងផងពិតជាមិនដឹងពីឋានៈខ្លួនឯងមែននាងជាអ្នកដឹកនាំតូចតាចសោះក៏ហ៊ាននិយាយជាមួយអ្នកបណ្ដាមែននឹងនាងគ្រាន់តែជាអ្នកដឹកនាំគ្មានអំណាចអីផងនាងឆាប់រៀបចំរបាំងហើយក៏ចាក់ចេញពីទីនេះភ្លាមទេនាងកំភៃអីខ្ញុំទៅសួរនាំគេមើលសិននេះហ្សែវចឹងតាមពិតនាងទៅតាក់ទងជាមួយអាប្រុសនោះទៅបានជានាងមកលែងគ្នាជាមួយយើងមែនទេអញគិតថាគ្រប់គ្នាដូចជាឯងអញ្ចឹងឯងរៀបការឲ្យបាច់ជាមានស្រីពេលលែងឲ្យបាច់ជាបង្ករឿងជាមួយយើងឯងមិនមែននៅឆ្លៃប្រពន្ធដើមឯងទេនាងក៏មកនិយាយប្រដេះប្រដាអីនាងចង់ទៅថតរឿងជាមួយអាប្រុសនោះដើម្បីបានល្បីនាងได้យកសពទៅកុំទៅចោលទៅពេលនេះគឺគ្មានកាមេរ៉ាទេចាំមើលថានាងបានស្អីថតរឿងទៅកំតិចចោលឆាប់កំតិចទៅនេះហ្សែវចឹងបើថ្ងៃនេះនាងមិនមកសុំទោសយើងទេយើងនឹងបង្ករឿងឲ្យធំថ្ងៃក្រោយនឹងគ្មានអាណាហ៊ានមកដាក់ទុនជាមួយរឿងនាងទៀតទេហ្សែវចឹងអញកុំបារម្ភអីទោះគ្មានអ្នកបណ្ដាទុនក៏ដោយក៏ពួកយើងរកលុយមកថតរឿងឲ្យបានពួកយើងនឹងរកលុយមកយើងបន្ថយជាមួយនឹងពួកឯងហើយពួកឯងឆាប់ឈប់ភ្លាមប្រធានឈិនសំណាងឲ្យខ្ញុំមកមើលការថតនោះនេះសោចធ្វើការបានល្អទេនាងមើលកន្លែងថតទៅឡើងរញ៉េរញ៉ៃពិតមែននេះនាយកឈិននេះគឺពួកវានៅប្រកាសជាការពិតហើយនេះសោចជាមនុស្សស្រីបើសិនជានាងធ្វើការមែននោះនាងប្រកាសជាមុខឡើងអាក្រក់ហើយប៉ុន្តែមើលមុខនាងទៅឡើងស្អាតដល់ឡើយទេបាននៅថានឹងសម្រាប់បានឆ្អែតមិនបានធ្វើការស្អីនោះទេនាងពិតជាមើលលើរូបរាងគេហើយវាតម្លៃពិតជាថោកទៀតមែនមនុស្សស្រីហើយយ៉ាងម៉េចមនុស្សស្រីមិនអាចស្អាតមិនអាចប្រឹងប្រែងបានទេមែនហ្នឹងស្ទើរใจនាងស្អាតក៏ប្រតិនាងបានប្រាប់នាងអាចឈប់និយាយដល់សាទេយេប្រធានឈិននេះសោចជាមនុស្សមិនល្អនាងគួរតែបដូរនាងចេញទៅនាយកឈីងឆាន់ខ្ញុំថាលោកនិយាយនោះគឺលោកខ្លួនឯងទេលោកបានធ្វើរឿងក្បត់ភរិយាខ្លួនឯងលោកនៅយកឈ្មោះពួកយើងមកបង្ករឿងទៀនមនុស្សលោកនេះគឺពិតជាថោកទាបមែននាងគឺស្ដាប់ខ្ញុំបកស្រាយសិនទៅពួកយើងមកសហការជាមួយមនុស្សថោកទាបដូចជាលោកអញ្ចឹងទេអ្នកដឹកនាំជាមួយតួឯកស្រីយើងយកស្រាវចៅម្នាក់គុណនាងកុំអាងថាបានគេកាន់ជើងនោះហើយនាងអាចធ្វើអ្វីបានតាមចិត្តនោះទោះជាយើងត្រូវរលាយអស់ក៏ដោយក៏យើងនឹងបាត់ឈ្មោះនាងចោលក្នុងវិស័យនេះដែរយើងនឹងចាំមើលថាអ្នកណាហ៊ានក្រៅនេះជាមហាសេដ្ឋីនៅក្រុងនេះឆាងជាងទីអីមិនបានជាអ្នកធំដូចជាគាត់មកកន្លែងពួកយើងអញ្ចឹងនាយកនេះខ្ញុំចង់ទៅលេងលោករហូតទៅចាត់ការទៅ
កុំកំរឹងនៅស្ងៀមនាយកនេះលោកធ្វើស្អីនេះឯងមិនចិត្តធ្វើបាបសំណប់ចិត្តយើងផងឯងនេះពិតជាមិនស្គាល់ស្លាប់រស់មែនសំណប់ចិត្តមែនទេគឺពិតជាល្អណាស់នេះសោជើនាងបាច់ជាតែតតជាមួយប្រុសចាស់ផងនាងនេះពិតជាគ្មានគេខ្មាស់ពេកហើយបើឯងនៅតែនិយាយថោកទៀតទៀតយើងនឹងផ្ទះមកឯងឯបាញ់នេះសោចឹងមីស្រីគេនេះបាច់ជាហ៊ានក្អេងក្អាងផងអេអ្នកស្រីនេះមកហើយប្រពន្ធដើមគេមកហើយចាំមើលថាគេនឹងទុកជីវិតឲ្យនាងរស់ឬអត់នេះសោចឹងវាបានបំផ្លាញគ្រួសារអ្នកស្រីឆាប់ចាត់ការវាទៅកន្លែងណាមានស្រីថោកទៀតនោះគឺវានេះយើងវាយនោះគឺមានថោកទៀតឯងនេះហើយនាងបាច់ជាហ៊ានធ្វើបាបកូនស្រីយើងផងយើងនឹងយកជីវិតឆ្កែឯងហើយសំណប់ចិនតាមពិនជាកូនស្រីរបស់គាត់សោះនេះសៅជើជាកូនស្រីមហាសេដ្ឋីនេះកាលពីមុនយើងមើលលើមុខសៅជើក៏ជួយដល់ការរកស៊ីគ្រួសារឯងរហូតមកមិននឹកស្មានថាឯងបើជាចរិតឆ្កែអញ្ចឹងសោះពួកឯងកុំគិតថានៅបានសុខអីសិននាយកឈុនអ្នកបណ្ដាក់ទុនធំបានដកភីហ៊ុនអស់ហើយមិញក្រុមហ៊ុនពួកយើងអស់លុយរលាយអស់ហើយឡើយទៅប្រាក់ខែពួកយើងបើកធម្មតាមិនចង់ទេឯងប្រយ័ត្នបែកក្បោះពួកយើងឆាប់ទៅចាប់ហើយខ្ញុំបានតែមានរឿងជាមួយមហាសេដ្ឋីហើយគឺមកពីលោកនឹងហើយមកពីយើងឯងកន្លែងមុនពេលមកនោះនាងក៏សប្បាយចិត្តដែរមិនអញ្ចឹងឯងនោះក៏មកពីលោកមានលុយពេលនេះលោកគ្មានលុយអីទេខ្ញុំមានតែខាត់ពេលវេលាអត់ប្រយោជន៍ទេនេះនាងមិនដែលស្រឡាញ់ខ្ញុំទេបើសិនជាលោកអាចឲ្យតួឯងស្រីមកខ្ញុំបានខ្ញុំក៏អាចស្រឡាញ់លោកបានដែរប៉ាម៉ែអរគុណអ្នកទាំងពីរហើយសូមអ្នកគ្រប់គ្នាកុំប្រកាសពីឋានៈរបស់ខ្ញុំនៅខាងក្រៅអីមិនពេលរឿងចាប់ផ្សាយនោះខ្ញុំមិនចង់ឲ្យរឿងល្បីដោយសារតែខ្ញុំនោះទេបាននាងកុំអារម្មណ៍អីកាមេរ៉ាមកដល់ហើយរឿងអ្នកពិតជាស្អាតបានចាប់ដាក់ថតហើយក្រៅពេលលេងលេចមើលតៃតាប្តីរួញខ្ញុំក៏បានថតរឿងខ្លះជាតារាល្បីមួយរយៈនេះឯងល្បីទៅហើយទៅណាមកណាត្រូវប្រយ័ត្នផងនេះតើទៅបញ្ជាអ្នកចាត់ការអេមិនមែនទេអាចថតកន្លែងណានឹងនាងសម្ដែងអីទៅក្រែងនេះសោជើពងលើវិធីនេះដើម្បីឡើងល្បីលឿនណាសោជើកាលពីមុនគឺខ្ញុំអត់ត្រូវពួកយើងត្រូវគ្នាវិញតាមិនអាចនោះទេឲ្យតែនាងយល់ព្រមខ្ញុំនឹងមិនផុសរូបប្រទេសប្រដាស់នោះទេពេលនេះយើងបានខ្លាចជាសន្តិសុខនៅទីនេះហើយនៅគ្មានអ្នកណាមកធ្វើបាបនាងបានទីនោះទេនាងមិនមែនសង្ឃឹមថាឲ្យតារាឆ្នាំហើមកជួយនាងទេយើងប្រាប់នាងទេក្រៅពីយើងគ្មានអ្នកណានៅក្បែរខ្លួននាង24ម៉ោងដូចជាយើងនោះទេឯងសម្ដែងអីទេគេមិនដូចជាឯងនោះទេថ្ងៃនេះពួកយើងញ៉ាំមកសប្បាយទិញដើម្បីអបអរឯងបានជោគជ័យក៏ដើម្បីអបអរឯងដែលចេញពីគ្រួសារមកក្មេងនោះដែរនៅបានលុយខ្លះផ្ទះនោះឯងនាងតូចមានឲ្យមកដល់កន្លែងនេះទៀតប៉ុន្តែបងគឺពិតជាចូលចិត្តបែបនេះគឺអាចអ្នកគ្មានផ្នែកដាក់បុកគេទេហើយយ៉ាអូនស្រីទៅផ្ទះជាមួយបងទៅពួកឯងជាអាណាគេទៅវ៉ៃឆាប់លេងយើងទៅនៅលេងយើងទៅផឹកស្វឹងដល់រញ៉ៃពេញផ្លូវគេអាចបង្ហាញខ្លួនតន់ពេលនៅពេលដែលខ្ញុំមានគ្រោះថ្នាក់នឹងបងដឹងថាអូនមកហាងនេះបងក៏មិនទុកចិត្តកាលពីមុនពេលខ្ញុំមានគ្រោះថ្នាក់នោះខ្ញុំគឺជាអ្នកប្រឈមមុខតែម្នាក់ឯងទាំងអស់អ្នកបាក់ឡាននេះគេមិនបាក់តាមផែនទីទេបងមកយកអូនតិចមកមិនបានជាអូននិយាយរំអួយយ៉ាងនេះបងកំពុងតែរវល់លេងបាំងមកវិញខ្លួនឯងទៅលោកពូដូចជាបានខុសផ្លូវហើយនាងនៅម្ដុំកន្លែងល្អបែបនេះនាងប្រកាសជាប្រពន្ធអ្នកមានហើយនាងឲ្យខ្ញុំខ្ចីលុយចាយខ្លះមកប្រពន្ធអ្នកមានឯណាចេញមកទិញបន្លែខ្លួនឯងទេខ្ញុំគ្រាន់តែជាមេផ្ទះធម្មតាទេមេផ្ទះពេលនេះក៏ពិបាកដែរអ្នកមានទាំងអស់នោះគឺពិតជាយ៉ាប់មែនតារាប្រុសឆ្នាំលោកជាមួយសងសាលុងគឺពិតជាស័ក្តិសមនឹងគ្នាមែនសែវចេញឯងពិតជាស្អាតមែនសោហើយក្មេងទៀនឯងមើលមុខខ្ញុំកាលនយោទេខ្មៅស្អាតហើយមានអាចរយទៀនថែមទាំងស្បែកខ្មៅយ៉ាងនេះទៀនប្រាប់ខ្ញុំផងណាល្អប្រើយ៉ាងនេះខ្ញុំក៏ចង់សាកប្រើដែរអញ្ចឹងតើបានជាល្អប្រើយ៉ាងនេះមើលទៅឯងស្អាតអរគុណហើយណាហឺស៊ីខានជួបគ្នាយូរហើយណាស់ក្មួយប្រុសលោកពូ
អាយូនេះជាសង្សារឯងគឺពិតជាស្អាតមែនអេឲ្យនាងឡើងសម្ដែងលើឆាកមួយទៅយើងគឺពិតជាមិនដែលបានឃើញតារាសម្ដែងដល់ផ្ទាល់ភ្នែកនោះទេឯងនិយាយស្រួលបួនបន្តិចទេឆាប់សុំទោសនាងភ្លាម ការកាត់ជួននិយាយការពារខ្ញុំពីបងប្អូនគេដែរ នេះឯងនិយាយយ៉ាងម៉េចនឹងយ៉ាងណាក៏ពួកយើងជាសាច់ញាតិនឹងគ្នាដែរបែបនេះថ្ងៃក្រោយពួកយើងជួបមុខគ្នាយ៉ាងម៉េចទៅមែនដែរអូនបងប្អូនដូចជាឯងនេះមិនចាំបាច់មានល្អជាងឯងឆាប់សុំទោសគេភ្លាមអូសុំទោសផងសុំទោសផង ប៉ុន្តែកាលពីមុននៅផ្ទះម៉ាក់ក្មេងរបស់ខ្ញុំ នេះឆាប់ដាក់មកឲ្យទៅ តែត្រង់ចាំចាំខ្ញុំកំដរលើ យ៉ាងម៉េចមិនទុកមុខឲ្យយើងទេនេះស្រាវចឹងមានចាស់ទុំច្រើនយ៉ាងនេះមានតែនាងទេតែមិនផឹងគឺគ្មានមារយាទមែនវាមែននឹងគ្រាន់តែមកតយទេ ខ្ញុំផ្ដាសាយមិនអាចផឹកស្រាបានទេ នាងមិនទុកមុខឲ្យយើងផងមិនបាច់ជានាងមើលទៅរមួយយ៉ាងនេះផាប់ប៉ុណ្ណឹងវាងាប់ទេគឺពិតជាបាបមុខមែនមកលោកពូអ្នកនិយាយរឿងនេះបានការស្អីទៅហើយស៊ីគេនៅតែមិនមកដដែលបើនាងពិតជាមិនដឹងល្អអាក្រក់យ៉ាងនេះទៅហើយអញ្ចឹងយើងគឺមានតែផលរូបអស់នេះហើយឲ្យគេដឹងថានាងជាស្រីថោកទាបប៉ុណ្ណាហើយពួកយើងក៏ប្រាប់ថាផ្ទះនាងនៅកន្លែងណា ពួកឯងហ៊ាននេះពួកឯង កាមេរ៉ាយើងឯងយើងបានប្រឹងបលីហើយឯងដើរតាមគេនៅលួចចូលមកថតនៅទីនេះទៀតឯងចាំតែដេកគុកទេអ្នកណាថាយើងលួចចូលមកនោះគឺគេជាអ្នកឲ្យយើងចូលមកទេនេះឯងនិយាយស្អីអាលុយឯងឲ្យយើងមិនគ្រប់ទិញកាមេរ៉ាផងពេលនេះបាច់ជាចង់អស់យើងចូលគុកផងទោះបីជាត្រូវជាប់គុកក៏ត្រូវអស់ក្បាលឯងទៅដែរឯង លែងអីហើយមានបងណា ក្រោយពេលលេងជាមួយប្តីថោកទាបនោះសង្សាររបស់ខ្ញុំនៅពេលនេះនាំខ្ញុំទៅជួបគ្រួសាររបស់គេជាលើកដំបូង នេះជាប៉ាម៉ាក់បង សួស្តីលោកពូអ្នកមីង អីយូឲ្យពួកយើងចាំមួយថ្ងៃហើយនាងយកកាដូស្អីមកទេឲ្យយើងមើលបន្តិចមើល តែបើជាបានជួបសាច់ញាតិដ៏ចម្លែកម្នាក់ គឺយើងជាមីងជាដូនមួយរបស់ឯងហើស៊ីកាលពីឯងគម្រប់100ថ្ងៃនោះយើងបានពោឯងទៀតផងយ៉ាងម៉េចពេលមានសង្សារឲ្យសំបីតែមីងក៏លេងស្គាល់ដែរឯងណាមីងនិយាយលេងសើចហើយប្រហែលជាពួកយើងខានជួបគ្នាយូរហើយ សែវចៅមែនទីងជួបគ្នាលើកដំបូងអាចបើជាយកកណាត់គ្មាន brand នេះមកទៅវិញគឺពិតជាគ្មានដឹងអីមែននេះគឺសែវចៅខំរើសមកទេហើយចុះយ៉ាងម៉េចឯងមិនដឹងថាម៉ាក់ឯងចូលចិត្តតែរបស់ brand ទីឯងនៅជាតារាទៀននេះចរិតកំណាញ់បែបនេះក៏ចេញមកទៅហើយថ្ងៃក្រោយហ្នឹងមិនដឹងថាដល់ថ្ងៃក្រោយទៅបំរើម៉ាក់ក្មេកឪក្មេកយ៉ាងម៉េចទីនោះនឹងកំណាញ់យ៉ាងម៉េចទេសែវចៅនឹងល្អជាមួយប៉ាម៉ាក់ខ្ញុំណា មកនេះក្រែមអូននិយាយថាខ្សែក្បាច់លោកពូចាស់ហើយនោះឯងអូនក៏បានពឹងឲ្យមិត្តអូនកំងមកថ្មីដែរខាងនេះពិតជាល្អណាស់នៅមានកណាត់សូត្រធ្វើពីដៃនេះទៀនក៏ស្អាតដែរហើយមិនចត់ជាមួយអ្នកណាដែរសំជាមួយនឹងឈុតអ្នកមីងហ្នឹងពួកគាត់នៅថាសុខភាពទៀនអូនបានទិញរបស់ពៅមកខ្លាំងអូនពិតជាមិនដឹងថាពួកគាត់ចុះជ្រើអត់ទីង អូនខំរើសយ៉ាងនេះពួកគាត់ប្រកាសជាពេញចិត្តខានទេទោះបីជាអូនមិនទិញកាដូអីទេក៏ពួកគាត់សប្បាយចិត្តដែរឲ្យតែអូនបានទៅនោះអញ្ចឹងហើយអ្នកមីងគឺមិនចាំបាច់ចេះដឹងទេឯងនេះឯងនិយាយស្អីហ្នឹងបានហើយញ៉ាំអីសិនទេមកហូបមកដល់ឥឡូវហើយហ្នឹងបានចង់សម្បល់លឹកនេះយកទៅបោះចោលផងទេក៏ល្អដែរក៏ឲ្យកុំប្រសាបងជាអ្នកធ្វើនោះទេចាំខ្ញុំជាអ្នកធ្វើចឹងអេស្ទៀវចឹងញ៉ាំមិនងាយបានថ្ងៃសម្រាប់នេះទេបានចឹងក្មួយសម្រាប់ទៅណានេះបងមិនដាច់ចិត្តហើយឯងយើងឃើញនេះសម្ដែងជាតួអ្នកបម្រើនៅក្នុងរឿងនោះក្រែពូកែបម្រើគេខ្លាំងណាស់មិនចឹងអីអ្នកមីងមិនដឹងថាមីងជាអ្នកមើលរឿងច្រើនអ្នកមិនដឹងស្មានថាអ្នកមីងគឺជាមនុស្សឈួតចាប់ជៀនមកឲ្យគេបម្រើហើយតានេះឯងបានហើយបុគ្គលិកឆាប់មករៀបចំតុកនេះបន្តិចទៅអ្នកមីងបងប្រឹងបងថ្លៃនេះគឺស្រាវឆិញកាលនៅក្មេងនេះជាអ្នកចិត្តខាងរបស់បងណាមិនឲ្យបងហើស៊ីកាលពីក្មេងពួកយើងបានលេងជាមួយគ្នាទៀតនៅពេលនោះបងខ្ញុំនិយាយថាពេលធំឡើងនឹងរៀបការជាមួយខ្ញុំទៀតផងនេះនរណាគេប្រាប់នាងទៅពួកយើងធ្លាប់ដែរស្គាល់គ្នាពេលនេះក៏មិនយឺតពេលដែរហ្នឹងហើស៊ីឯនេះពិតជាមិនដឹងអីមែនអ្នកនាងគ្រូសាឆឹងជាអ្នកមានហើយថែមទាំងមនុស្សស្រីល្អទៀតមើលទៅសៀវចៅស្អីគេនោះគ្រាន់តែមើលក៏ដឹងដែរថាមិនមែនជាមនុស្សស្រីល្អអីទេមែនហ្នឹងបងសៀវចៅស្បែកស្អាតយ៉ាងនេះប្រកាសជាយកលុយបងហើស៊ីទៅថែស្បែកបន្តិចទេហ្នឹងគឺពិតជាកញ្ជើធ្លុះមែនយ៉ាងចៃលើខ្លួនឯងទីហើយច
sao vậy mày tính tôi chỉ nên lọอย่างណាក៏នៅតែមិនសាកសមជាមួយបងហឺស៊ីដែរអ្នកក៏មិនមើលថាពួកយើងខុសគ្នាប៉ុណ្ណាទេបើនាងដឹងខ្លួននោះក៏ឆាប់ចាក់ចេញពីបងហឺស៊ីទេ យើងថាអ្នកដែលគួរចាក់ចេញនោះគឺជានាងទេគិតតែពីកើដូចជាមន្តរពងអញ្ចឹងគួរឲ្យធុញ លងហឺស៊ីឯងនេះពិតជាមិនដឹងអីមែនឯងទៅរៀបការជាមួយគ្រូសាឆឹងគឺមានផលល្អចំពោះឯងហ្នឹងតែរៀបការជាមួយមនុស្សមានកំណត់មិនល្អនោះគ្រូសាឯងប្រកាសជារលាយខានទី យើងថាអ្នកមានគំនិតមិនល្អនោះគឺជានាងទៅវិញទេនៅថ្ងៃនេះនាងដឹងថាយើងនាំសង្សារយើងមកហើយនៅនាំស្រីចង្រៃនោះមកទៀត ឯងគឺដឹងស្អីទៅយើងគឺដើម្បីឯងល្អណាស់ ដើម្បីយើងល្អហ៎នាងគឺដើម្បីយើងល្អមកបំមាក់គ្រូសាយើងទៅវិញយើងលើថាគ្រូសានាងកំពុងតែមានបញ្ហាចាំឲ្យគ្រូសាឆឹងជួយយើងថានាងគឺដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ នាងឯងជ្រុលពេកហើយនាងបាច់ចង់កេងប្រវ័ញ្ចលើក្បាលពួកយើងផងហឺស៊ីនាងស្រីមួយម៉ាយនេះវាឲ្យទឹកវិញអីឲ្យឯងផឹកទេឯងបាច់ជាមិនទៅការជាមួយអ្នកនាងគ្រូសាឆឹងបែរជាតែចង់រៀបការជាមួយនាងស្រីមួយម៉ាយមានកំណត់មិនល្អនេះទៅវិញ បានហើយយើងទ្រាំជាមួយនឹងឯងយូរហើយក្រុមនាងឯងនេះគឺពិតជាថោកទាបខ្លាំងណាស់បកលឹងឆាប់មករៀបចំតុកនេះបន្តិចទៅមេងវានោះមិនមែនជាមនុស្សល្អស្អីនោះទេ វាមកក៏មិនប្រាប់មុនផងគួយធុញហ្នឹង ដែលនាងចាញ់នោះក៏មិនសមថ្ងៃនេះសៀវចឹងមកជប់ជាលើកដំបូងនាងនិយាយអីកុំតវ៉ាជាមួយនាងអីខ្លាចថាសៀវចឹងមានអារម្មណ៍មិនល្អបានខ្ញុំដឹងហើយ ខ្ញុំមិនមែនខ្លាចពួកបងត្រូវវាបោកទាញគ្រាន់តែមើលក៏ដឹងដែរថាវាចង់តោងស៊ីគ្រូសាបង តោងស៊ីឯងសៀវចឹងនាងទុកមកឲ្យពួកឯងទេបានជានាងមិននិយាយពីឋានៈរបស់នាងនោះនាងគឺជាអ្នកនាងគ្រូសាអ្នកមានអ្នកដែលតោងគេនោះគឺជាពួកយើងទៅវិញទេ អូយខំអ៊ូតសម្បើមណាស់និយាយថាជាកូនអ្នកមានទៀតវាយករបស់តាមចាំផ្លូវមកសោះនឹងរបស់នៅតាមចាំផ្លូវអីមុននេះយើងចង់ទៅសើចឯងទេសៀវចៅនាងជូនយើងនោះគឺជាក្រណាត់សូនដែលដេកដោយដៃតម្លៃជាង 20,000 ឯនោះនេះគឺជារបស់ដែលថ្លៃជាងគេនៅក្នុងប្រទេសស្អីគេយើងថាឯងទេដែលគ្មានភ្នែកនោះ ទោះបីជាគ្មានរបស់អស់ទាំងនេះក៏សៀវចឹងនៅតែជាកូនប្រសាដែលពួកយើងចង់បានដែរចំណែកឯពួកនាងឯងវិញគិតតែមកបង្ករឿងថ្ងៃក្រោយមិនចាំបាច់តាក់ទងគ្នាទៀតនោះទេឆាប់បោកក្បាលចេញឲ្យផុតទៅ ពួកឯងឆាប់ទេអូយខ្មាស់គេណាស់វិញណាស់ពេលដែលបានជួបបងតើបងអូនដឹងថាមនុស្សដែលមានប្តីការពារមានគ្រួសារខាងប្តីគ្មាននរណាហ៊ានធ្វើបាបទេមនុស្សដែលគ្រួសារមកក្មេកការពារគ្មានអ្នកក្រៅណាហ៊ានធ្វើបាបទេត្រឡប់ទៅរកការងារដែលខ្លួនឯងស្រឡាញ់វិញស្នេហាបិណ្ឌក៏តាមមកតាមនឹងដែរក្លាហានចាក់ចេញពីជីវិតមង្គលការជាមួយគ្រួសារមកក្មេងដែលធ្វើឲ្យខ្លួនឯងគ្មានក្តីសុខការផ្លាស់ប្ដូរមួយនោះគឺអាចទទួលបានក្តីសុខជាមួយនឹងសុភមង្គលបានជនបពួកយើងឲ្យមានក្តីសុខមិនត្រឹមតែការរៀបការទេជនបពួកយើងស្នេហានៅមានការងារសុទ្ធតែបានយូរវែង